សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីទម្រង់លំហាត់ limit មួយប្រភេទដែលតែងតែចេញប្រឡងបាក់ឌុបជារៀងរាល់ឆ្នាំមិនថាថ្នាក់សង្គមឬក៏ថ្នាក់វិទ្យាសាស្ត្របាទនេះគឺជាទម្រង់លំហាត់ limit មួយប្រភេទដែលតែងតែចេញប្រឡងបាក់ឌុបបាទគឺលំហាត់ limit នេះគឺជាប្រភេទលំហាត់ limit ដែលវាជាប់បាទរឹសការ៉េជួនកាលវាជាប់តែខាងលើជួនកាលវាជាប់តែខាងក្រោមចឹងជួនកាលវាជាប់រឹសការ៉េទាំងខាងលើនិងទាំងខាងក្រោមតើរបៀបដោះស្រាយយើងដោះស្រាយដោយរបៀបណាចឹងសម្រាប់លំហាត់ limit មួយប្រភេទនេះគឺការដោះស្រាយមិនសូវជាពិបាកទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតាមដានវីដេអូនេះមួយអ្នកទាំងអស់គ្នានឹងយល់អញ្ចឹងដើម្បីដោះស្រាយលំហាត់ limit នឹងគឺអ្នកទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាត្រូវរករៀងវាសិនអញ្ចឹងដើម្បីរករៀងរបស់វាយើងឃើញថា limit របស់យើងគឺ x ខិតជិត1អញ្ចឹងយើងចំនួន1ចូលទៅយើងឃើញថានឹងគឺបាន1 + 3អញ្ចឹងបាន4ឬ4បញ្ចេញពីរឹសមកបាន2អញ្ចឹង2ដក2ស្មើ0អញ្ចឹងខាងលើស្មើ0ខាងក្រោមយើងចំនួន1ចូលទៅបានរឹស1អញ្ចឹងរឹស1បានបញ្ចេញមកបាន1អញ្ចឹង1ដក1 0អញ្ចឹងរៀងអញ្ចឹងលំហាត់ limit របស់យើងគឺជាប់រៀងមិនកំណត់បាទ0លើ0អញ្ចឹងនៅពេលដែលលំហាត់ប្រភេទនេះជាប់រៀងមិនកំណត់0លើ0តើយើងត្រូវដោះស្រាយដូចម្តេចអញ្ចឹងរបៀបដោះស្រាយជាដំបូងគឺអ្នកទាំងអស់គ្នាត្រូវថែមគុណថែមនឹងកន្សំឆ្លាស់សិនបាទជាដំបូងអញ្ចឹងគុណថែមនឹងកន្សំឆ្លាស់យ៉ាងដូចម្តេចអញ្ចឹងទៅមើលទាំងអស់គ្នាតោះទៅដោះស្រាយអញ្ចឹងស្មើមក limit បាទ limit x ខិតជិត1អញ្ចឹងយើងសរសេរដាក់ដូចដើមមកបន្ទាប់មកទៀតអញ្ចឹងខាងលើខ្ញុំសូមសរសេរដដែលគឺបាទសរសេរមក x + 3 ឬនៃ x + 3ហើយដក2បាទបន្ទាប់មកទៀតយើងថែមគុណថែមនឹងកន្សំឆ្លាស់អញ្ចឹងយើងគុណថែមនឹងកន្សំឆ្លាស់មកអញ្ចឹងនេះគឺរឹស x + 3យើងអាចសរសេរបានជារឹស x + 3អញ្ចឹងកន្សែមឆ្លាស់អញ្ចឹងវាដក2អញ្ចឹងយើងដាក់មកបូក2នឹងឯងគឺគេហៅថាគុណថែមនឹងកន្សែមឆ្លាស់ដើម្បីឲ្យវាចូលរូបមន្តណា a ដក b កតាយ a បូក b វាស្មើនឹង a ការ៉េដក b ការ៉េអញ្ចឹងយើងគូបន្ទាត់មកដោយសារតែខ្ញុំថតដៃម្ខាងអញ្ចឹងខ្ញុំសរសេរដៃម្ខាងអញ្ចឹងការគូបន្ទាត់គឺអត់ត្រង់ទេហើយអញ្ចឹងបន្តមកទៀតបាទអញ្ចឹងកាលណាខាងលើនេះយើងគុណថែមនឹង x + 3បាទឬនៃ x + 3ហើយបូក2អញ្ចឹងខាងក្រោមក៏ដូចគ្នាអញ្ចឹងខាងក្រោមយើងត្រូវថែមបាទឬនៃ x + 3បាទបូក2នៅពេលដែលយើងសម្រួលឬនៃ x + 3បូក2នឹងចោលទៅគឺវានៅដូចដើមដដែលទេបាទបន្ទាប់មកខាងក្រោមគឺយើងសរសេរមកគឺរឹសនៃ x ដក1បាទរឹសនៃ x ដក1បាទបន្ទាប់មកយើងគុណនឹងកន្សំឆ្លាស់រឹសនៃ x ដក1គឺយើងបានរឹសនៃ x អីគេរឹសនៃ x បូក1វិញបាទអញ្ចឹងកាលណានេះខាងក្រោមថែមរឹសនៃ x បូក1អញ្ចឹងខាងលើក៏យើងត្រូវថែមរឹសនៃ x បាទរឹសនៃ x បូក1ដូចគ្នាអញ្ចឹងយើងសាកស្រមៃមើលបើយើងសម្រួលនេះរឹសនៃ x បូក3ហើយបូក2នឹងចោលនេះយើងសម្រួលនេះចោលគឺវានៅសល់រឹសនៃ x បូក3ដក2ដូចដើមខាងលើបន្ទាប់មកបើយើងសម្រួលនេះរឹសនៃ x បូក1ណាសម្រួលចោលទៅគឺវានៅសល់រឹសនៃ x ដក1អញ្ចឹងដូចដើមទេនឹងឯងគឺគេហៅថាការថែមកន្សំឆ្លាស់អញ្ចឹងយ៉ាងម៉េចទៀតតោះអញ្ចឹងយើងមើលឥឡូវខ្ញុំសូមបញ្ជាក់រូបមន្តនេះសិនរូបមន្តរបស់យើងមិន a ការ៉េដក b ការ៉េវាមិនស្មើនឹងអីគេមិនស្មើនឹង a ដក b ហើយកតាឲ្យ a បូក b អញ្ចឹងនេះយើងក៏លេខមើលនេះអញ្ចឹងយើងឃើញថាវាចូលរូបមន្តមែនអត់អញ្ចឹងអានេះចាត់ទុកជាតួ a នេះឬនៃ x បូក3ចាត់ទុកជាតួ a ហើយ2ហ្នឹងគឺចាត់ទុកជាតួ b អញ្ចឹងមានថា b a ដក b កតា a បូក b កញ្ញាត់អញ្ចឹងវាស្មើនឹង a ការ៉េដក b ការ៉េមែនអត់អញ្ចឹងខាងលើយើងអាចបំលែងវាឲ្យចូល a ការ៉េដក b ការ៉េបានយើងសរសេរមកអញ្ចឹងស្មើនឹង limit x ខិតជិត1អញ្
ចឹងខាងលើយើងអាចសរសេរទៅជា a ការ៉េដក b ការ៉េបានចឹងនេះគឺជាតួ a ហើយនេះគឺជាតួ b បាទអញ្ចឹងតួ a របស់យើងគឺរឹសនៃ x បូក3បាទហើយលើកជាការ៉េមកបន្ទាប់មកទៀតដក b ការ៉េ b ការ៉េយើងគឺ2អញ្ចឹងយើងទៅសេមក2លើកជាការ៉េបាទហ្នឹងគឺសម្រាប់នេះឃើញអត់បន្ទាប់មកយើងនៅសល់អីគេយើងមិននៅសល់រឹសនៃ x បូក1អញ្ចឹងយើងសរសេរដាក់នៅដដែលមកគឺរឹសនៃ x បូក1បាទប៉ុណ្ណឹងហើយគូបន្ទាត់មកទៀតខាងក្រោមសម្រាប់ខាងក្រោមនេះយើងទុកអានេះនៅដដែលមកនេះយើងទុកអានេះនៅដដែលគឺបាទរឹសនៃ x បូក3បានបូក2ហើយនេះអានេះគឺចូលរូបមន្តនេះចូលរូបមន្ត a ដក b ក៏តែ a បូក b អញ្ចឹងវាមិនស្មើជាមួយនឹង a ការ៉េហើយដកជាមួយនឹង b ការ៉េដែល a យើងគឺរឹសនៃ x ហើយ b យើងគឺ1បន្ទាប់មកទៀតយើងគណនាតទៀតអញ្ចឹងយើងស្មើនឹងបាទស្មើនឹង limit x ខិតជិត1ឬ x ខិតរ1អញ្ចឹងអានេះយើងរឹសការ៉េយើងសម្រួលនឹងការ៉េនឹងចោលអញ្ចឹងវានៅសល់អីគេវាមិននៅសល់តែ x បូក3ហើយ2លើកជាការ៉េបាន4អញ្ចឹង4នេះគឺដកអញ្ចឹងយើងដាក់មកដក4អញ្ចឹងអាចដាក់វងកញ្ចក់មកហើយបន្ទាប់មកទៀតរឹសនៃ x បូក1នេះយើងទុកនៅដដែលបាទហើយយើងគូបន្តិតមកខាងក្រោមអានេះយើងទុកនៅដដែលគឺរឹសនៃ x បូក3ហើយដកបូក2បាទហើយយើងដាក់វងកញ្ចក់មកបន្ទាប់មកទៀតនេះគឺយើងសម្រួលឬការ៉េសម្រួលនឹងការ៉េចោលមកវានៅសល់តែបាទនៅសល់តែអីគេនៅសល់តែ x ហើយយ៉ាងម៉េច x ហើយនេះ1លើកជាការ៉េយើងសល់ដក1បាទគឺប៉ុណ្្នឹងអ្នកនរគ្នាតន់អត់បន្ទាប់មកទៀតយើងចាប់ផ្ដើមនេះស៊ីសងលេខខាងលើនឹងមកយើងស្មើនឹង limit x ខិតជិត1បាទអញ្ចឹងនេះអញ្ចឹងយើងស៊ីសងវាមកយើងគណនាលេខទៅ x នេះយើងទុកដដែលបន្ទាប់មកនេះបូក3ដក4វាមិនស្មើដក1បាទហើយរឹសនៃ x បូក1យើងទុកនៅដដែលបាទហើយបន្ទាប់មកខាងក្រោមគឺរឹសនៃ x បូក3ហើយបូក2កតាឲ្យ x ដក1អញ្ចឹងយើងមើលឃើញកតាណាដែលដូចគ្នាបាទមើលយើងមិនឃើញថាខាងលើមាន x ដក1ខាងក្រោមគឺមាន x ដក1អញ្ចឹងយើងសម្រួល x ដក1នឹងចោលទៅបាទអញ្ចឹងវានៅសល់ខាងលើគឺរឹសនៃ x បូក1នៅលើបាទយើងសរសេរមក limit បាទ x ខិតជិត1បាទរឹសនៃ x អីគេរឹសនៃ x បូក1បាទនៅលើរឹសនៃ x បូក3ហើយបូក2បាទអញ្ចឹងនៅពេលដែលយើងជំនួស1ទៅវាលេងជាប់រៀង0លើ0ហើយអញ្ចឹងយើងអាចជំនួសលេខនឹងបានបន្ទាប់មកយើងសរសេរស្មើលើកនេះយើងពេលយើងជំនួសលេខចូលយើងមិនចាំបាច់ដាក់ limit តទៅទៀតទេបាទយើងជំនួសមកយើងសរសេរស្មើហើយយើងជំនួសមកកន្លែងណាដែលមាន x យើងជំនួសចូលដោយ1ជាយើងបានរឹសនៃ1បូក1ខាងក្រោមយើងបានរឹសនៃ1បូក3ហើយបូក2បន្ទាប់មកទៀតស្មើនឹងឬ1បញ្ចេញមកបាន1អញ្ចឹង1បូក1បាន2ខាងក្រោម1បូក11បូក3បាន4អញ្ចឹង4បញ្ចេញពីរឹសមកបាន2អញ្ចឹង2បូក2ស្មើ4អញ្ចឹងបាន2លើ4 2លើ4សម្រួលនឹង2ទៀតមកយើងបាន1លើ2អញ្ចឹងនេះគឺជាលំហាត់បាទអក្សរ A របស់យើងបាទយើងអាចឆ្លើយដូចនេះមកដូចនេះ A ស្មើនឹង1លើ2អញ្ចឹងនេះគឺជារបៀបគណនាលំហាត់ limit ដែលវារៀងមិនកំណត់0លើ0ដែលវាជាប់រឹសការ៉េអញ្ចឹងលំហាត់នេះគឺតែងតែចេញប្រឡងរាល់ឆ្នាំមិនថាថ្នាក់សង្គមឬក៏ថ្នាក់វិទ្យាសាស្ត្រអញ្ចឹងសរុបរួមឲ្យខ្លីសម្រាប់លំហាត់ limit នឹងគឺជាដំបូងគឺអ្នកទាំងអស់គ្នាគឺត្រូវគុណថែមនឹងកន្សោមឆ្លាស់បន្ទាប់មកគឺយើងត្រូវចាប់វាជាកតាអញ្ចឹងយើងត្រូវសម្រួលកតាដែលដូចគ្នាចោលបន្ទាប់មកយើងគណនាលំហាត់ limit ជាថ្មីនឹងសម្រាប់លំហាត់ limit នឹងដែលជាប់រឹសការ៉េហើយវាជាប់រៀងមិនកំណត់0លើ0អញ្ចឹងសម្រាប់វីដេអូនឹងក៏មានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាទាន់នៅវីដេអូនេះ